សូមជូនប្រជុំនិទានជាដករឿងពកបណ្ឌិតអ្នកប្រាជ្ញគួរធ្វើលំងក្នុងការខ្លះដើម្បីសន្តិភាពក្នុងអវស័កដែលកន្លងទៅហើយមានកូនបក្សី3គឺកូនកង្កោកកូនសារិកានិងកូនកុកនៅអាស្រ័យក្នុងសម្បុកលើមេឃប្រឹក្សាចិត្តគ្នាសម័យនោះមានថ្មព្រៃ3នាក់នៅក្នុងដាំងកម្ពុជាបាននាំគ្នាចូលទៅក្នុងព្រៃដើម្បីចាប់ម្រឹកថ្មព្រៃទាំង3នាក់ខំស្វែងរកម្រឹកអស់មួយថ្ងៃពុំបានជួបប្រទះសោះដល់ពេលល្ងាចចិត្តត្រឡប់មកផ្ទះវិញបានឃើញកូនបក្សីដែលនៅក្នុងសម្បុកចិត្តគ្នានោះក៏ចាប់យកមួយម្នាក់មកចិញ្ចឹមឯថ្មព្រៃទាំង3រូបនោះមានសេចក្តីស្រឡាញ់ចំពោះកូនបក្សីទាំង3ហាក់ដូចជាកូនបង្កើតបានគិតគ្នាថាយើងខំចិញ្ចឹមរក្សាបង្រៀនឲ្យមានបែបបទល្អហើយយកទៅថ្វាយស្ដេចជាគ្រឿងបណ្ណាការថ្មព្រៃម្នាក់ដែលចិញ្ចឹមកូនកង្កោកខំបង្ហាត់ឲ្យចេះបងចេះរាំចេះក្រាបសំពះឯកង្កោកជាសត្វមានគំនិតខ្លីក៏ចេះតែខំធ្វើតាមដរាបដល់ចេះបងចេះរាំចេះក្រាបសំពះដោយបំណងរបស់ម្ចាស់ថ្មព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនសារិកាក៏ខំបង្ហាត់បង្ហាញហើយរៀននិយាយជាភាសាមនុស្សសារិកាជាសត្វមានគំនិតខ្លីខំប្រឹងនិយាយតាមដរាបដល់ចេះនិយាយដូចទៅនឹងមនុស្សបានឯថ្មព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនកុកក៏ខំបង្ហាត់បង្រៀនកុកនោះតាមបំណងរបស់ខ្លួនប៉ុន្តែកូនកុកជាបណ្ឌិតមានគំនិតវែងបានគិតថាអញមិនគួរធ្វើជាអ្នកចេះរាំចេះនិយាយចេះក្រាបសំពះតាមអាវាតរបស់ថ្មព្រៃទុកចរិតនេះទេបើអញធ្វើជាអ្នកចេះដឹងមកតែថ្មព្រៃនោះដាក់ក្នុងទ្រុងដរាបដល់អស់ជីវិតលោកគិតដូច្នេះហើយក៏មិនអើពើនឹងអាវាតរបស់ថ្មព្រៃជាម្ចាស់ឡើយបើគេបង្ខំខ្លាំងគ្រាន់តែស្រែកក្រក់ក្រក់ប៉ុណ្ណោះថ្ងៃមួយថ្មព្រៃទាំង3នោះបានយកកូនបក្សីទាំង3ទៅថ្វាយស្ដេចព្រះរាជាទតឃើញកូនបក្សីនោះហើយទ្រង់មានព្រះតម្រាលថាមនាលព្រានកូនកង្កោកនេះមានគុណពិសេសដូចម្ដេចខ្លះអ្នកម្ចាស់កង្កោកក្រាបទូលថាបបិទ្ធព្រះសម្មាទិទេពកង្កោកនេះចេះរាំចេះពងចេះក្រាបថ្វាយបង្គំក៏ប្រើកង្កោកនោះថ្វាយបង្គំព្រះរាជាលោកកង្កោកនោះថ្វាយបង្គំហើយអ្នកម្ចាស់កង្កោកធ្វើភ្លេងដោយមាត់របស់ខ្លួនក៏ពន់ពេលរេរាំតាមភ្លេងនោះព្រះរាជាបានទតឃើញដូច្នោះទ្រង់សោកព្រះハរតីណាស់ក៏ត្រាស់បង្គាប់ឲ្យអាមាត្យចងទុកនៅក្បែរទីនោះទៅទ្រង់ត្រាស់សួរទៅអ្នកចិញ្ចឹមសារិកាទៀតអ្នកចិញ្ចឹមសារិកាក្រាបទូលថាបបិទ្ធមហារាជសារិកានេះចាស់និយាយជាភាសាមនុស្សបានក៏នាំសារិកានោះនិយាយថ្វាយព្រះរា
រាជាព្រះសណ្ដាប់ព្រះរាជាទ្រង់ព្រះសណ្ដាប់ភាសាកូនសារិកានោះហើយទ្រង់សពព្រះハរតីណាស់ក៏បង្គាប់អាមាត្យឲ្យចងទុកក្បែរសត្វក្ងោកនោះទៅទើបត្រាស់សួរទៅអ្នកចិញ្ចឹមកុកទៀតអ្នកចិញ្ចឹមកុកក្រាបទូលថាបបិទ្ធព្រះសម្មាទិទេពកុកនេះជាសត្វល្ងងបំផុតទោះបីទូលព្រះបង្គំខំបង្ហាត់យ៉ាងណាក៏ពុំចេះដឹងអ្វីសោះចេះត្រឹមតែស្រែកក្រកប៉ុណ្ណោះកុកបណ្ឌិតកាលបើម្ចាស់របស់ខ្លួនទូលព្រះរាជាដូច្នោះហើយក៏ស្រែកក្រកឡើងលំដាប់នោះព្រះរាជាទ្រង់ព្រះសម្រួលយ៉ាងខ្លាំងទើបបង្គាប់អាមាត្យថាឯងយកកុកនេះទៅលែងទៅកុំទុកព្រោះវាល្ងងណាស់មិនចេះនិយាយស្ដីនឹងគេទេកុកបណ្ឌិតកាលបើអាមាត្យលែងហើយក៏ហើរទៅទុំលើកំពូលប្រាសាទសូត្របទគេថាជាភាសាមនុស្សថាបបិទ្ធមហារាជខ្ញុំជាកុកបណ្ឌិតមានប្រាជ្ញាម្ចាស់ខ្ញុំព្រះគង់ឲ្យនិយាយបើខ្ញុំនិយាយឡើងដើម្បីដោះខ្លួនឲ្យរួចពីចំណងឯកង្កោកនិងសារិកាជាអ្នកចេះដឹងច្រើនជាប់ចំណងក៏ច្រើនព្រះរាជាទ្រង់ព្រះសណ្ដាប់គាថារបស់កុកបណ្ឌិតហើយក៏ទ្រង់បន្លឺនៅព្រះសូរសីហនាថាសាធុអ្នកជាបណ្ឌិតមានប្រាជ្ញាមែនកុកបណ្ឌិតក៏ហាទៅតាមពធពងរបស់ខ្លួនដោយសុខស្ដីលំដាប់នោះព្រះរាជាទ្រង់តតឃើញកង្កោកនិងសារិកាដែលជាប់ចំណងមានមុខជើងក្រំត្រង់នោះសម្ងាត់ក៏ត្រាស់បង្គាប់អាមាត្យឲ្យដល់លែងទៅបាទរឿងនេះបានចប់សូមអរគុណ